មកបងប្អូនទាំងអស់គ្នាដូចដែលបាននិយាយពីវីដេអូមុនខ្ញុំបាននិយាយពីការលាក់ប្រភេទផ្សេងឥឡូវមួយ model នេះគឺដូចបងប្អូននឹងឃើញនៅខាងក្រៅខ្ញុំនេះបាទគឺជាប្រភេទការលាក់យោងបងប្អូនដែលធ្វើការនៅក្នុងឃ្លាំងអញ្ចឹងខ្ញុំនឹងរៀបរាប់ពីសមត្ថភាពនៃការលាក់នឹងនីមួយប្រាប់បងប្អូនតោះយើងចូលមកការលាក់ដំបូងគេគឺប្រភេទមូលបាទដែលការលាក់ប្រភេទមូលនេះដែរបងប្អូនខ្ញុំដាក់តាំងនេះគឺជាប្រភេទ1តោនបងប្អូនហើយយើងក៏មានលឹះនឹងដែរដល់ច្រើនតោនទៅបងប្អូនតម្រូវការច្រើនតោនក៏អាចឆាតមកខាងខ្ញុំតែខ្ញុំបង្ហាញនេះគឺប្រភេទ1តោនប្រភេទការលាក់មូលនេះដែរយើងប្រើម្ដងមួយការទេព្រោះវាអត់ទៅខ្លាំងដូចការលាក់ប្រភេទផ្សេងទៀតទេនេះយើងប្រើម្ដងមួយការសម្រាប់បងប្អូនណាប្រើនៅផ្ទះនៅអីអញ្ចឹងណាបងប្អូនហ្នឹងប្រើម្ដងមួយការយើងប្រើបែបនេះបាននេះយើងកូនចុះកូនឡើងបែបនេះបងប្អូនពីគ្នាបែបនេះបងប្អូនហើយរ៉ៃរបស់វានៅខាងលើនោះយើងលក់ដាច់តម្លៃពីគ្នារ៉ៃរបស់ខាងលើនោះយើងក៏មានលក់ដែររ៉ៃប្រភេទនេះគឺយើងប្រភេទបំលាស់ទីដោយប្រើដៃបងប្អូនណាប្រើដៃបែបនេះបងប្អូនឃើញទេយើងបំលាស់ទីដោយប្រើបែបនេះមកឥឡូវយើងចូលមកដល់ការលាក់មួយទៀតគឺប្រភេទរូបអក្សរ V បងប្អូននេះដូចរូបបេះដូងអញ្ចឹងបងប្អូននេះប្រភេទនេះអញ្ចឹងប្រភេទនេះដែរយើងប្រើយូរម្ដងដូចប្រភេទនេះដែរតែគាត់នៅវារៀងមាំជាងប្រភេទនេះបន្តិចអញ្ចឹងប្រភេទនេះយើងអាចប្រើការបានទៅតាមឃ្លាំងតូចល្មមឯងបងប្អូនប្រើបានប្រភេទនេះណាបងប្អូនណានេះយើងប្រើប្រភេទនេះបានហើយជាប់ជាមួយនឹងរ៉ៃរបស់វានេះគឺរ៉ៃប្រភេទនេះរ៉ៃប្រភេទយើងអាចប្រើច្បាក់ចេះបងប្អូនឃើញទេវាជាច្បាក់ចេះមកវារ៉ៃហ្នឹងរត់តាមបងប្អូនខាងខ្ញុំក៏មានលក់ដែររ៉ៃហ្នឹងហើយយើងលក់ដាច់តម្លៃពីគ្នាបងប្អូនបងប្អូនអាចទិញតែរ៉ៃក៏បានទិញតែការលាក់នេះក៏បានដែរអញ្ចឹងយើងបន្តទៅមួយ model ទៀតបាទនេះមួយ model ទៀតបងប្អូនមួយ model នេះគឺជា model ធន់ធ្ងន់បងប្អូនដែលយើងអាចប្រើជាប្រចាំក្នុងឃ្លាំងរាល់ថ្ងៃហ្មងបងប្អូន model នេះគឺ model ខ្លាំង model ធន់ធ្ងន់អញ្ចឹងពេលយើងឧទាហរណ៍ថានេះគឺ1តោនកន្លះហើយពេលដែលយើងដាក់អីវ៉ាន់ដល់1តោនកន្លះហើយពេលដែលមានបញ្ហាដូចថាយើងដាក់អត់ស្មើវាអាចកន្លាច់អីអញ្ចឹងទៅគឺវាអត់មានការធ្លាក់ចុះអីទេបងប្អូនព្រោះខាងក្នុងរបស់វាគឺគេផលិតមកឲ្យលើសពីទម្ងន់ដែលដាក់នឹងពិតហ្នឹងបងប្អូនអញ្ចឹងគឺល្អមែនទែនសម្រាប់បងប្អូនណាដែលតម្រូវការខាងឃ្លាំងធ្ងន់អីគឺត្រូវបងប្អូនកន្លះប្រភេទនេះណាបងប្អូនហើយវាភ្ជាប់ជាមួយនឹងនេះមកបងប្អូនខ្ញុំដាក់ជាប់ជាមួយនឹងរ៉ៃនេះដែរគឺរ៉ៃ manual បងប្អូនយើងដាក់អីវ៉ាន់ទៅយើងអូសតាមអញ្ចឹងបងប្អូនណាប្រភេទនេះហើយយើងក៏មានច្រើនតោនជាងហ្នឹងដែរអានេះ1តោនកន្លះទេយើងអាចមានដល់ច្រើនជាងហ្នឹងទៅហើយខ្សែនេះខ្សែ3ម៉ែត្រខ្សែច្បាក់នេះយើងអាចមានដល់6ម៉ែត្រអីចឹងទៅបងប្អូនអាចមានតម្រូវការបែបណាជួយឆាតមកគឺខាងខ្ញុំមានច្រើនខ្ញុំអត់អាចរៀបរាប់ក្នុងវីដេអូហ្នឹងឲ្យអស់ទេអញ្ចឹងយើងទៅបន្តទៅមួយ model ទៀតបាទមួយ model ទៀតនេះដែរគឺដូចនឹង model នេះដែរបងប្អូនណាដូចគ្នានឹង model នេះដែរប៉ុន្តែគ្រាន់តែថា model នេះគឺមានច្បាប់2អញ្ចឹងវារឹតតែសុវត្ថិភាពជាង model មួយនេះទៀតហើយបងប្អូនអញ្ចឹងណាបងប្អូនមើលទៅជាច្បាប់របស់វាច្បាប់2ហើយខាងនេះដែរច្បាប់1អញ្ចឹងmodel នេះរឹតតែមាំធ្វើការបានខ្លាំងជាង model មួយនេះហើយ model នេះ3តោនបងប្អូនអាចមានដល់10តោនខាងខ្ញុំមានលក់ដល់10តោនហើយរ៉ៃរបស់វានេះគឺខ្ញុំបានប្រពាក់ជាប់ជាមួយនឹងរ៉ៃប្រភេទហើយច្បាក់ដើម្បីបំលាស់ទីបងប្អូនណានេះឃើញទេបងប្អូនច្បាក់ដើម្បីបំលាស់ទីបាទអញ្ចឹងយើងចូលទៅមួយ model ទៀតបងប្អូនណាបាទមួយ model ទៀតនេះគឺ model ធន់ធ្ងន់ហ្មងចេះបងប្អូននេះ model ល្អគឺ top grade ទេបងប្អូន model នេះណាដែលជាប់មកអានេះច្បាក់វានេះ6ម៉ែត្របងប្អូនច្បាក់វា6ម៉ែត្រអញ្ចឹងហើយ model នេះដែរខ្ញុំបានប្រពាក់ជាមួយនឹងរ៉ៃមួយ model ទៀតបងប្អូនរ៉ៃមួយ model នេះគឺ model រ៉ៃនេះគឺយើងមានផ្សេងខុសគ្នាទាំងអស់ណាបងប្អូនមានច្រើនម៉ូដទៀតអញ្ចឹងបងប្អូនអាចឆាតមកសួរនាំមកខ្ញុំផ្ញើរូបផ្ញើអីឲ្យមើលបើសិនជាខ្ញុំរៀបរាប់ក្នុងវីដេអូនេះវាច្រើនពេកអញ្ចឹងដូចខ្ញុំនិយាយដែរអញ្ចឹងណាបងប្អូនណាចាំជួយឆាតមកនេះបងប្អូនរ៉ៃរបស់វានេះប្រភេទ manual ដែរបងប្អូនណាប្រភេទ manual ដែរបងប្អូននិយាយអូចេះបងប្អូនអញ្ចឹងបងប្អូនណាដែលមានតម្រូវការឃ្លាំងអាចពិភាក្សាជាមួយខាងខ្ញុំបានថាយើងធ្វើការយូរម្ដងឬក៏ខ្ញុំប្រើជារៀងជាប្រចាំអញ្ចឹងទៅទូជ្រើសរើសមួយណាបងប្អូនអាចពិភាក្សាជាមួយខ្ញុំបានហើយបងប្អូនទាំងអស់គ្នាគ្រប់មកទាំងអស់នេះគឺខាងខ្ញុំមានលក់ទាំងអស់អញ្ចឹងផ្នែកណាកន្លែងណាដែលបងប្អូនតម្រូវការគឺអាចឆាតតាក់ទងមកខាងខ្ញុំបានតាម Telegram ឬក៏តាមឆាតមកណាបងប្អូនណាបាទអញ្ចឹងយើងមានតែប៉ុណ្្នឹងទេបាទអរគុណជម្រាបលា